ខ្ញុំជឿថាពុកមាត់គឺជាឧបសគ្គសំខាន់ដែលរារាំងយើងឲ្យក្មេងកើតទេអបថាអ្នកដែលគាត់មុខមាត់ស្អាតខ្ញុំមិននិយាយទេតែសម្រាប់អ្នកដែលមានស្នាមជ្រួញច្រើនហើយថាដូចខ្ញុំអញ្ចឹងទៅគេត្រូវតែលុបបំបាត់ដោយប្រើម៉ាស៊ីនកោសពុកមាត់ពីមុនខ្ញុំប្រើឡានកោសពុកមាត់ប៉ុន្តែដោយសារវាមុតខ្ញុំមិនសូវចូលចិត្តទេតែនៅពេលដែលបដូរមកប្រើម៉ាស៊ីនកោសពុកមាត់បែបនេះពីមុនខ្ញុំប្រើ AV Blade ជំនាន់ទី1តែនេះគឺជា AV Blade Pro ដែលទើបតែមកដល់វាគឺជាជំនាន់ថ្មីដែលមានទូខ្លួនប្រណិតមែនតែនអ្នកទាំងអស់គ្នាហើយខ្ញុំសាកប្រើវាបានប្រហែលជាមួយទឹកហើយនៅក្នុងប្រអប់គឺមានខ្សែ USB-C ក្រដាសណែនាំជក់ជូរសម្អាតក៏ដូចជាថង់ក្រដាសមួយសម្រាប់ដាក់ផងដែរហើយ model មួយនេះគឺខ្ញុំទុកចិត្តខ្លាំងដោយសារខ្ញុំប្រើកន្លះឆ្នាំមកហើយ model មុនគឺมันងាយខូចនោះទេត្រូវទឹកអីក៏មានបញ្ហាដែរជាពិសេសគឺថ្មកាន់ខ្លាំងប៉ុន្តែនៅលើ version ថ្មីនេះថ្មវាកាន់រហូតដល់ទៅ89ថ្ងៃឯណោះហើយល្បឿនវាគឺលឿនខ្លាំងមែនទែនប៉ុន្តែសំឡេងវាមិនរោលខ្លាំងទេហើយវាប្រើ dual blade 2អញ្ចឹងឲ្យវាកាត់មុតល្អមែនទែនមិនមែនមុតសាច់ទេគឺមុតរោមល្អមែនទែនមិនថានៃរោមក្រាស់រោមស្ដើងទេគឺកាត់ដាច់តែម្ដងហើយវាប្រើអក្រោះការពារ IPX7 អញ្ចឹងបើសិនជាយើងត្រូវទឹកឬក៏យើងលាងជាមួយទឹកក៏មិនខ្វល់ថាមានបញ្ហានោះដែរអានេះសម្រាប់ខ្ញុំសាកប្រើផ្ទាល់ខ្ញុំអ្នកប្រើផ្ទាល់តែម្ដងអញ្ចឹងហើយបានជាខ្ញុំហ៊ានណែនាំទៅកាន់អ្នកទាំងអស់គ្នាហើយទៅលើ design នេះខ្ញុំពេញចិត្តខ្លាំងដោយសារវាកាចជាងមុនវាបើសិនជាយើងធ្លាប់លេង game Cyberpunk ហើយយើងប្រកាសជួយចិត្ត design បែបនេះគេហៅថា make design body វាពណ៌ទឹកប្រាក់ជាមួយនឹងការ design សញ្ញាជួយមកអាចថា steel ក៏ត្រូវមិនដូចអាចថាខ្ញុំមិនហ៊ាននិយាយដែរតែខ្ញុំចូលចិត្តបែបនេះហើយ logo AV Blade ហ្នឹងដាំយ៉ាងធំនៅលើអេក្រង់ដែលបង្ហាញពីភាគរយថ្មតែម្ដងហើយក្បាលវាគឺជាប្រភេទក្បាលឆក់ជាប់ខ្លាំងមែនតើយើងអាចដោះដូរបានហើយបើសិនជាយើងប្រើមួយឆ្នាំពីរឆ្នាំទៅវាមិនសូវមុតក៏យើងអាចទិញក្រៅបានដែរហើយទម្ងន់វាក៏ស្រាលដែរត្រឹមតែ95ក្រាមប៉ុណ្ណោះទំហំវាតូចមែនតើយើងអាចដាក់ចូលប៉ៅបោះចូលកូនកំបោរពេលយើងទៅទ្រីបទៅស្រុកក្រៅហ្នឹងគឺវាស្រួលដាក់ចូលមែនតើហើយម្ដងទៀតខ្ញុំចូលចិត្តម៉ាស៊ីនអេឡិចត្រូនិកកោពុកមាត់បែបនេះដោយសារវាមិនដាច់សាច់នោះទេទោះបីជាខ្ញុំរុញចូលស្បែកជ្រៅបន្តិចក៏វាមិនមានបញ្ហាដែរអាចថា1នាទីកន្លះគឺហើយមកស្អាតតែម្ដង2-3ថ្ងៃកោម្ដងទៅយើងក្មេងគ្រប់ពេលហើយពេលខ្លះខ្ញុំកោមុនទៅធ្វើការចឹងទៅក្រោកមករៀបចំខ្លួនឲ្យស្អាតកោពុំឲ្យស្អាតចេញទៅធ្វើការគឺ clean ស្អាតតែម្ដងអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងសម្រាប់បរិបទយើងដែលចង់កោពុំឲ្យក្មេងរហ័សមិនមុតសាច់ហើយកម្លាំងវាខ្លាំងវាប្រើ dual blade បែបនេះជាមួយនឹង design ស្អាតបែបនេះគឺជាប្រភេទកោពុំដែលយើងមិនងាយរកបាននោះទេតែអ្នកទាំងអស់គ្នារកបាននៅតាមមកជាមួយនឹងការធានាពេញលេញផងដែរយ៉ាផ្សព្វផ្សាយខ្លួនឯង